ប្រវត្តិរបស់កាក់ BNB BOINB ឬ Binance Coin គឺជារូបិយប័ណ្ណគ្រីបតូដែលបង្កើតឡើងដោយកម្មវិធីជួញដូរគ្រីបតូ Binance ដែលជាវេទិកាជួញដូរធំជាងគេលើโลกខាងក្រោមនេះជាប្រវត្តិសង្ខេបរបស់កាក់ BNB 1. កាក់ BNB ចាប់ផ្ដើមនៅឆ្នាំ2017 BOINB ត្រូវបានបង្កើតឡើងនៅខែកក្កដាឆ្នាំ2017តាមរយៈការលក់កាក់ដំបូង Initial Coin Offering (ECO) ដែលរៃអង្គាសបានទឹកប្រាក់ប្រមាណ$15 លានអាមេរិកនៅពេលនោះBNB ត្រូវបានចេញផ្សាយជាទម្រង់ ERC-20 Token នៅលើបណ្ដាញ Ethereum គោលបំណងដើមគឺដើម្បីប្រើ BNB សម្រាប់ការបង់ថ្លៃសេវាជួញដូរនៅលើវេទិកា Binance ដោយផ្ដល់ការបញ្ចុះតម្លៃដល់អ្នកប្រើប្រាស់ 2. ការផ្លាស់ប្ដូរទៅបណ្ដាញផ្ទាល់ខ្លួន2019 នៅឆ្នាំ2019 Binance បានបើកដំណើរការបណ្ដាញ Blockchain ផ្ទាល់ខ្លួនហៅថា Binance Chain ហើយ BNB ត្រូវបានផ្ទេរពី Ethereum ទៅក្លាយជា Token ដើម Native Token នៃបណ្ដាញនេះក្រោយមកនៅឆ្នាំ2020 Binance បានណែនាំ Binance Smart Chain BSC ដែលជាបណ្ដាញ Blockchain ឆ្លាតវៃ Smart Contract Blockchain ដែលអនុញ្ញាតឲ្យបង្កើតកម្មវិធីវិមជ្ឈការ DePoS និងគាំទ្រការអភិវឌ្ឍគម្រោងផ្សេង 3. ការបដូរឈ្មោះនិងការពង្រីក2022នៅខែកុម្ភៈឆ្នាំ2022 Binance Smart Chain ត្រូវបានប្ដូរឈ្មោះទៅជា BNB Chain ដើម្បីឆ្លុះបញ្ចាំងពីភាពឯករាជ្យនិងការពង្រីកតួនាទីរបស់ BOINB ក្នុងពេលនេះ BOINB មិនត្រឹមតែជាកាក់សម្រាប់បង់ថ្លៃជួញដូរប៉ុណ្ណោះទេប៉ុន្តែក៏បានក្លាយជាឧបករណ៍សម្រាប់ការបោះឆ្នោតអភិបាលកិច្ច Governance ការភ្នាល់ Staking និងការទូទាត់នៅក្នុងប្រព័ន្ធ Ecology របស់ Binance 4. ការដុតកាក់ Coin Burning ដើម្បីកាត់បន្ថយការផ្គត់ផ្គង់សរុបនិងបង្កើនតម្លៃ BOINB នៅឆ្នាំ2017 Binance បានចាប់ផ្ដើមកម្មវិធីដុតកាក់ដែលកាក់មួយចំនួនត្រូវបានដកចេញជាអចិន្ត្រៃយ៍ពីចរាចរណ៍គោលដៅគឺកាត់បន្ថយការផ្គត់ផ្គង់ពី200 លាន BOINB មកនៅត្រឹម100 លាន BOINB ការដុតកាក់នេះធ្វើឡើងជារៀងរាល់ត្រីមាសនិងបន្តជាមួយយន្តការដុតដោយស្វ័យប្រវត្តិ Auto Burn ដែលផ្អែកលើតម្លៃ BNB និងចំនួនភ្លុកដែលបានបង្កើត 5. ការប្រើប្រាស់និងការអភិវឌ្ឍបច្ចុប្បន្ន BNB មានការប្រើប្រាស់ច្រើនយ៉ាងដូចជាបង់ថ្លៃជួញដូរលើ Binance ជាមួយនឹងការបញ្ចុះតម្លៃប្រើជាឧស្ម័ន Gas សម្រាប់ប្រតិបត្តិការនៅលើ BNB Chain ចូលរួមក្នុងការវិនិយោគគម្រោងថ្មីតាមរយៈ Binance Launchpad ប្រើសម្រាប់ទូទាត់ទំនិញសេវាកម្មឬការកក់សណ្ឋាគារនិងសំបុត្រយន្តហោះនៅលើវេទិកាមួយចំនួនគាំទ្រកម្មវិធីវិមជ្ឈការ DePoS និងហិរញ្ញវត្ថុវិមជ្ឈការ DeFi នៅលើ BNB Chain 5. ស្ថានភាពបច្ចុប្បន្ន2025 BNB បានក្លាយជារូបិយប័ណ្ណគ្រីបតូដ៏សំខាន់មួយជាមួយនឹងតម្លៃទីផ្សារខ្ពស់និងជាប់ចំណាត់ថ្នាក់កំពូលទី4ឬទី5នៅក្នុងចំណោមរូបិយប័ណ្ណគ្រីបតូទាំងអស់បណ្ដាញ BNB Chain ក៏បានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកអភិវឌ្ឍដោយសារតែល្បឿនលឿននិងថ្លៃសេវាទាបបើធៀបនឹង Ethereum